សម្រាប់អ្នកដែលចូលចិត្តដើរលេងបោះតង់មើលវីដេអូនេះគឺត្រូវហើយបើសិនអ្នកទាំងអស់គ្នាចង់បានទស្សនវិជ្ជាបែបនេះចឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ទីតាំងមួយនៅលើភ្នំគ្រីរំចឹងទីតាំងមួយនោះអ្នកដែលចូលចិត្តបោះតង់ភាគច្រើនគឺគាត់ស្គាល់ហើយនោះគឺបឹងចំការតាដោយសារតែខេត្តនេះគឺជាខេត្តភ្លៀងចឹងទេសភាពគឺស្អាតមែនទែនអ្នកដែលចូលចិត្តបោះតង់ជាលក្ខណៈក្រុម 4-5 នាក់អីគឺយើងជិះពីក្រោមមករយៈពេលប្រហែល20នាទីយើងនឹងឃើញ camping cafe យើងក៏បត់ស្ដាំតាមច្រក camping cafe នឹងទៅត្រង់រហូតមកនេះយើងឃើញផ្លូវបត់ស្ដាំអញ្ចឹងយើងបត់តាមនឹងតិចមកយើងក៏ឃើញផ្លូវបត់ឆ្វេងទៅលើអញ្ចឹងយើងបត់ឆ្វេងរហូតមកយើងមកដល់ទីតាំងរបស់យើងមកដល់យើងញ៉ាំសម្ពោធនៅព្រៃបាទដៃសេះដៃមើលទៀតអត់ចាញ់អូតែមកដល់មកប៉ណ្ណេះយើងឃើញថាទេសភាពនៅកន្លែងនេះគឺស្អាតមែនតើបើសិនជាអ្នកដែលចូលចិត្តបែបពុំសូវមានមនុស្សច្រើនអ៊ូអរកន្លែងនេះគឺស័ក្តិសមមែនតើហើយដោយសារតែខ្ញុំទៅនេះគឺចំថ្ងៃច័ន្ទអញ្ចឹងមនុស្សកាន់តែស្ងាត់ទៀតអញ្ចឹងធ្វើឲ្យសកម្មភាពរបស់យើងនេះគឺមិនរំខានដល់អ្នកដទៃហើយក៏គេមិនរំខានដល់យើងធ្វើឲ្យការបោះតង់របស់យើងគឺរលូនអញ្ចឹងកុំឲ្យនិយាយច្រើនពេកតោះទៅមើលសកម្មភាពយើងទាំងអស់គ្នា3 4នាក់អត់ទេប្រឹងដាក់តែឯងឃើញវាយអញ្ចឹងហ៎ណាកញ្ចប់ក្រោយហ្នឹងវាខ្លាំងណាស់ថតឲ្យដោយ Master Chef Master Chef ណាគេទេមកជាងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងហើយជាចុងក្រោយកុំភ្លេចថែរក្សាបរិស្ថានទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយ